បងប្អូនទាំងអស់គ្នាថ្ងៃនេះចេញមុខម្ហូបអង់គ្លេសមួយមុខទៀតហើយគឺដុតត្រីជាមួយដំឡូងភាសាអង់គ្លេសហៅថា fish pie ចំពោះត្រីប្រើពីរបីមុខកាន់តែឆ្ងាញ់ត្រីអង់គ្លេសណាខ្ញុំប្រើតែមួយមុខទេថ្ងៃហ្នឹងប្រឡាក់អំបិលម្សៅស៊ុបទុកចោលពីរបីម៉ោងបន្ទាប់មកខ្ញុំមកចិតដំឡូងបារាំងដើម្បីដាក់ស្ងោរធ្វើ mashed potato នៅពេលដែលខ្ញុំដាក់ដំឡូងស្ងោរខ្ញុំមកហាន់ស្លឹកខ្ទឹមហាន់តូចៗហើយយកប៊ឺមួយស្លាបព្រាបាយដាក់ចូលក្នុងឆ្នាំងបន្ទាប់មកយកស្លឹកខ្ទឹមដាក់កូរជាមួយប៊ឺធ្វើម៉េចឲ្យឈ្ងុយពាក្យថាឈ្ងុយហើយយើងដាក់ម្សៅមីដាក់ទឹកដោះគោដាក់អំបិលម្សៅស៊ុបនេះបើកភ្លើងតិចៗប្រយ័ត្នខ្លោចបាតព្រោះហ្នឹងប្រញាប់ខ្លោចណាហើយអាពណ៌លឿងនេះគឺ mustard ខ្ញុំអត់ប្រើស្ករទេទៅម្ហូបអង់គ្លេសឲ្យពុកសវណ្ណក៏ថយស្ករដាក់ឈីសកាន់តែច្រើនកាន់តែឆ្ងាញ់កូរវាឲ្យនៅរាងខាប់ៗយកត្រីនឹងមកដាក់ចូលកូរត្រឡប់កុំត្រឡប់ច្រើនពេកប្រយ័ត្នវាបែកត្រីដំឡូងនេះឆ្អិនហើយចាក់ទឹកចេញពេលខ្ញុំធ្វើ mashed potato ខ្ញុំចូលចិត្តដាក់គ្រឿងផ្សំដែលខ្ញុំបានសរសេរតែអង់គ្លេសអត់ធ្វើដូចខ្ញុំទេដាក់តែប៊ឺហើយនឹងអឺទឹកដោះគោទេខ្ញុំចង់បានអា mashed potato នឹងរសជាតិកាន់តែឆ្ងាញ់អញ្ចឹងខ្ញុំខ្មែរខ្ញុំធ្វើថែមនេះថែមនោះតិចទៅតែអឺម្សៅស៊ុបគឺខ្ញុំប្រើម្សៅស៊ុបអង់គ្លេសឥឡូវនេះគឺយកត្រីនឹងមកចាក់ចូលក្នុងចានមកហើយដំឡូងនេះគឺយើងដាក់ពីលើទៅដំឡូងដែលយើងដាក់គ្រឿងផ្សំតិចតួចចឹងមកយើងយកមកដាក់ពីលើចឹងពេលដែលយើងដុតរសជាតិឆ្ងាញ់ណាស់បងប្អូនឈីដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ដាក់ដុតប្រហែលជា40ទៅ45នាទីធ្វើឲ្យវាក្រហមនេះខ្ញុំហូបតែលើទេតែនេះអង់ក្លេសពុកសវណ្ណនិងសុវណ្ណគឺគាត់ចូលចិត្តខ្ញុំសុំហូបបាយជាមួយត្រីអាំងហើយជម្រាបលា